បងប្អូនខ្ញុំសូមសរសើរនៅស្នាដៃស្ថាបត្យករជនជាតិបារាំងដោយបងប្អូនឃើញអញ្ចឹងអគារមួយគឺយើងមើលទៅគឺរឹងមាំហើយដល់អគារនេះអញ្ចឹងប្រហែលជាមានអាយុកាលរាប់រយឆ្នាំហើយក៏នឹងអាចនៅគង់វង្សយូរអង្វែងតទៅទៀតដែលធ្វើជាសម្បត្តិបេតិកភណ្ឌរបស់ជនជាតិបារាំងហើយឃើញអគារនេះធ្វើខ្ញុំនឹកឃើញដល់បេតិកភណ្ឌកាលពីសម័យអាណានិគមនិយមបារាំងនៅខេត្តបាត់ដំបងយើងគឺមានបន្សល់ទុករហូតដល់800ផ្ទះហើយតែបច្ចុប្បន្ននេះគឺរដ្ឋបាលខេត្តកំពុងរៀបចំដំណើរការអាចធ្វើជាផ្សាររាត្រីនិងជាផ្លូវដែលដើរមិនឲ្យមានចរាចរណ៍ឡាននិងម៉ូតូទេត្រឡប់មកអគារនៅក្នុងទីក្រុងប៉ារីសនេះវិញដោយបងប្អូនឃើញចឹងនេះគឺនៅអមតាមផ្លូវនេះគឺគេធ្វើទៅត្រង់ភ្លឹងហ្មងដូចយើងកាត់តម្រឹមជើងសក់ចឹងហើយខ្ញុំពិតជាកោតសរសើរស្ញប់ស្ញែងខ្លាំងណាស់នៅប្រទេសបារាំងគឺគេគោរពច្បាប់ហើយអគារមួយនេះគឺជាសម្បត្តិបេតិកភណ្ឌតកូនតចៅរបស់គេបងប្អូន